ជាក្តីស្រមៃនរណាខ្លះប្រឹងធ្វើការដើម្បីសន្សំទុនត្រឡប់ទៅអភិវឌ្ឍរបស់ខ្លួននៅស្រុកកំណើតណាមានដីម្ដុំឲ្យធ្វើ homestay បែបសុខសាន្តអញ្ចឹងបែបនេះហើយជាក់ស្ដែងលើកនេះខ្ញុំបានជួបហើយបងស្រីរូបនេះក្រោយធ្វើការជា guide បានត្រឡប់មកអភិវឌ្ឍដីស្រែនៅស្រុកកំណើតរបស់ខ្លួនណារៀបចំជាផ្ទះស្នាក់បែបជនបទណាដែលហុំព័ទ្ធដោយវាលស្រែខៀវស្រងាត់ហើយនៅក្បែរទឹកធ្លាក់ជ្រៅនេះតែម្ដងហើយនៅទីនេះស័ក្តិសមមែនទែនសម្រាប់បងប្អូនដែលចង់ដកឃ្លាពីទីក្រុងហើយអត់ចង់ចំណាយពេលយូរសម្រាប់ធ្វើដំណើរអីមកទីនេះគឺត្រូវតែម្ដងហើយបងប្អូនអាចទទួលបានអារម្មណ៍បែបធម្មជាតិបែបព្រៃភ្នំមានទឹកធ្លាក់ទឹកជ្រោយនេះគឺត្រូវមកហើយសម្រាប់បងប្អូនដែលមានពេលសម្រាប់ត្រឹមតែមួយយប់អីណាណែនាំមែនទែនឲ្យមកស្នាក់នៅកន្លែងគាត់នេះដែលកន្លែងគាត់នេះមានឈ្មោះថាផ្ទះស្នាក់លោកស្រីបូដែលនៅខេត្តកំពង់ឆ្នាំងយើងនេះឯងដែលធ្វើដំណើរចេញពីទីក្រុងប្រមាណជា100គីឡូម៉ែត្រជាងទេនឹងមកដល់កន្លែងគាត់នេះហើយសម្រាប់នៅកន្លែងគាត់នេះមានទាំងផ្ទះស្នាក់ច្រើនប្រភេទសម្រាប់បងប្អូនឬភ្ញៀវទេសចរចាំមកកំសាន្តកន្លែងគាត់នេះណាហើយមួយវិញទៀតបើបងប្អូនចង់បោះតង់អីក៏គាត់មានដីសម្រាប់ឲ្យបងប្អូនបោះតង់ដែរមានទាំងអាហារសម្រាប់បងប្អូនដែលចង់កំងឲ្យគាត់ធ្វើណាហើយម្ហូបនៅហ្នឹងសុទ្ធតែម្ហូបដែលនៅតាមតំបន់ដែលគាត់អាចរកបានពីជាការគាត់ផ្ទាល់ក៏ដូចជាទៅទិញតាមនៅស្រុកភូមិគាត់ផ្ទាល់ហ្នឹងឯងអត់មានតាណាឆ្ងាយទេហើយជឿថាបងប្អូនដែលបានទៅលេងកន្លែងគាត់នេះហើយនឹងទទួលបានអារម្មណ៍ល្អមានបទពិសោធន៍ល្អហើយជាពិសេសទទួលបានអារម្មណ៍ប្លែករបៀបថាជាលក្ខណៈធម្មជាតិដែលមានភ្នំព័ទ្ធជុំវិញបែបនេះណាមានខ្យល់ត្រជាក់រហឹមទទួលបានអារម្មណ៍ស្រស់ថ្លាប្លែកមែនទែននៅកន្លែងគាត់នេះហើយសម្រាប់បងប្អូនដែលទៅកន្លែងគាត់អីក៏អាចយកម្ហូបទៅចម្អិនខ្លួនឯងក៏បានក៏ដូចជាចង់ឲ្យគាត់ធ្វើម្ហូបឲ្យយើងក៏បានដែរហើយសម្រាប់ថ្ងៃដែលខ្ញុំទៅនេះខ្ញុំបានកំងម្ហូបពីគាត់ដែលមានដូចជាមាន់ដុតជ្រលក់ទឹកថៃបុកត្រីដុតអំបិលញ៉ាំជាមួយនឹងទឹកអំបិលទុំឯនេះហើយមួយទៀតកែបឆាក្តៅអូយតំណងមែនទែនហើយពេលដែលបានញ៉ាំម្ហូបតាមតំបន់បែបចេះណាត្រូវគ្នាណាជាមួយនឹងកម្ពុជាកូឡាដែលជាផលិតផលខ្មែរក្រោមសហគ្រិនខ្មែរគឺជីបម៉ុងនិងខ្មែរ Beverages កម្ពុជាកូឡារសជាតិនៃភាពរីករាយការគ្រប់គ្រងផលិតផលខ្មែរគ្រប់គ្រងកម្ពុជាកូឡាគុណភាពស្តង់ដារអន្តរជាតិកម្ពុជាកូឡាដែលផ្ទុកការគ្រប់គ្រងក្នុងស្រុកទទួលជោគជ័យឈ្នះមេដាយមាសពីស្ថាប័ន Monsolation ដែលបញ្ជាក់ពីគុណភាពខ្ពស់ស្តង់ដារអន្តរជាតិទទួលស្គាល់ហើយក្រុមមុខម្ហូបរសជាតិឆ្ងាញ់ចាប់ជាជាមួយនឹងកម្ពុជាកូឡាផ្ទាល់តែម្ដងហើយកន្លែងនេះហើយដែលជាផ្ទះស្នាក់លោកស្រីបូណាដែលបើកដំណើរការតាំងពីឆ្នាំ2015មកម្លេះពីដើមឡើយគាត់បានដើរទិញដីមួយនេះដើម្បីចង់រស់នៅបែបស្ងប់ស្ងាត់ណាតមកកូនស្រីរបស់គាត់ដែលជាអ្នកធ្វើការខាងផ្នែក guide ណាក៏បានមកសឡឹងឃើញទីតាំងដែលម្ដាយគាត់រស់នៅនេះឯងហើយក៏គាត់បានមើលឃើញពីសក្តានុពលនៅតំបន់នេះណាដែលមានទាំងទឹកជ្រោះមានភ្នំព័ទ្ធជុំវិញនៅកន្លែងគាត់នេះគឺមើលមកប្លែកខ្លាំងមែនទែនហើយគាត់ក៏បានមើលឃើញពីសក្តានុពលមួយនេះទៅសម្រេចចិត្តថារៀបចំជា homestay នេះឡើងមកហើយគាត់ក៏បានរៀបចំបន្ថែមតិចដែលអមជាមួយនឹងធម្មជាតិដែលមានស្រាប់នឹងឯងហើយមួយវិញទៀតនៅកន្លែងគាត់ហ្នឹងកាន់តែពិសេសមែនទែនណាសម្រាប់ដែលពុកម៉ែបងប្អូនដែលចូលនិវត្តន៍អីគាត់ចង់ទៅនៅកន្លែងធម្មជាតិអីអាចទៅជួលស្នាក់នៅកន្លែងគាត់បានដែលរស់នៅជាលក្ខណៈបែបស្ងប់ស្ងាត់ជុំគ្នាណាហើយចំពោះបងប្អូនដែលបានមកលេងប្រៀបបានដូចជាគ្រប់គ្រងវិស័យទេសចរក្នុងស្រុកយើងនេះផងដែរអញ្ចឹងសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ដែលចង់មកស្នាក់នៅកន្លែងគាត់ដើម្បីទទួលបានអារម្មណ៍ស្រស់ថ្លាដែលរស់នៅជាមួយនឹងធម្មជាតិណាអាចមកសាកបានដែលនៅកន្លែងគាត់នេះបើទទួលភ្ញៀវរាល់ថ្ងៃបើយល់ល្អបងប្អូនដែលមានគម្រោងចង់ទៅស្នាក់នៅកន្លែងគាត់អីគួរតែតាក់ទងទៅគាត់មុនដើម្បីឲ្យគាត់បានរៀបចំឲ្យណាអញ្ចឹងសម្រាប់ព័ត៌មានលម្អិតបន្ថែមខ្ញុំនឹងតម្លាក់ជូននៅវីដេអូខាងក្រោមវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានវីដេអូមួយនេះចាំជួបគ្នានៅវីដេអូក្រោយទៀត